ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីវគ្គទី4អញ្ចឹងសម្រាប់ថ្ងៃនេះផងដែរគឺ admin នឹងបន្តសាច់រឿងរបស់យើងគឺពន្លកស្នេហ៍ក្នុងភ្លើងកំណាចដែលវគ្គទី4នេះគឺនឹងនិយាយអំពីតួអង្គឯករបស់យើងដែលគាត់ធ្វើការបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងស្រីកំណាំចិត្តរបស់គាត់គឺ Phong Er អញ្ចឹងចង់ដឹងថាតើវគ្គទី4នេះមានដំណើរសាច់រឿងបែបណាតោះកុំឲ្យខាតពេលវេលាយូរឆ្ពោះទៅកាន់ការសម្រាយលម្អិតជាមួយនឹង admin ទាំងអស់គ្នាវគ្គទី4ពេលយប់នាពេលរាត្រីខ្យល់បក់មកល្វិចល្វិចអាកាសធាតុក៏ចាប់ផ្ដើមចុះត្រជាក់បើនិយាយអំពីបរិយាកាសនៅក្នុងបន្ទប់ឯនោះវិញកំពុងតែមានមនុស្សប្រុសស្រីមួយគូធ្វើរឿងក្តៅកគុកនៅលើគ្រែជាមួយគ្នាអ្នកនៅខាងក្រោមទ្រូងធ្ងរសំឡេងយ៉ាងពីរោះរណ្ដំខណៈពេលដែលអ្នកនៅផ្នែកខាងលើកំពុងតែបន្ថែមកម្លាំងសម្រុកចេញចូលទៅក្នុងដំណភ្ជាប់ Phong Er ឯនោះវិញស្ទើរតែដាច់ខ្យល់ដោយសារតែការសម្រុករបស់គេលឿនពេកជាងអ្វីទាំងអស់គេសម្រុកមួយផឹងចុងក្រោយដើម្បីសម្រេចគោលដៅរួចក៏ទាញភាពជាបរិសុទ្ធចេញមកដែលមានស្រោមអនាម័យជាប់នៅនឹងវាដៃមាំទាញវាទម្លាក់ចោលចូលទៅក្នុងធុងសម្រាមរួចក៏ដើរចេញទៅទាញកន្សែងពណ៌សមយកមករុំខ្លួនមុននឹងបោះជំហានចេញពីបន្ទប់របស់ Phong Er ដោយមិននិយាយអ្វីទាំងអស់សូម្បីតែមួយម៉ាត់ Phong Er តាមមើលដំណើររបស់គេដោយទឹកមុខធម្មតាព្រោះនាងមកទីនេះក្នុងនាមជាស្រីកំណាំចិត្តរបស់គេមិនមែនជាអ្វីទាំងអស់ក្រឡេកមកមើលផ្ទះតូចដែលនៅមិនឆ្ងាយពីវិមានវិញម្ដងកំពុងតែមានកាយតូចអង្គុយមេរៀននៅលើពុករបស់នាងស្អែកជាថ្ងៃចុងក្រោយនៃការប្រឡងរបស់នាងហើយប្រសិនបើនាងប្រឡងចប់នាងចង់សុំលោកពូធំបន្តការសិក្សាចូលសាកលវិទ្យាល័យណាស់នាងចង់រៀនតចង់មានចំណេះដឹងទុកគ្រាន់ជួយខ្លួនឯងព្រោះរាល់ថ្ងៃនេះបើគិតសពទៅនាងគ្មានអ្វីទេឪពុកម្ដាយក៏គ្មានសាច់ញាតិបងប្អូនក៏គ្មានទ្រព្យអ្វីក៏គ្មានដែរមានតែខ្លួនមួយជ្រកក្រោមដំបូលនៃអំណាចរបស់លោកពូតែប៉ុណ្ណោះសំឡេងដកដង្ហើមធំបន្លឺឡើងចេញពីបំពង់កតូចខណៈពេលដែលភ្នែកក៏ដកចេញពីសៀវភៅសម្លឹងមើលទៅទិដ្ឋភាពនៅខាងក្រៅបង្អួចដែលមានពន្លឺភ្លឺស្រាងស្រាងតិចតិចដែលបានមកពីអំពូលភ្លើងដែលចោលនៅខាងក្រៅវិមានធំពេលថ្ងៃនៅតុអាហារអ្នកបម្រើបានរៀបចំអាហារពេលព្រឹករួចជាស្រេចសម្រាប់ម្ចាស់វិមាន Kido អង្គុយញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់ដោយមានស្រីល្អ Phong Er អង្គុយនៅក្បែរខ្លួនគេលោកម្ចាស់ឲ្យខ្ញុំទៅធ្វើការជាមួយទេសម្ដីទន់ភ្លន់បន្លឺឡើងចេញពីក្រអូបមាត់ស្រីល្អទាំងទឹកមុខញញឹមញញែមមិនបាច់សំឡេងបង្ហើបចេញយ៉ាងដាច់គ្មានរសជាតិចរិតធម្មជាតិរបស់គេមិនចូលចិត្តមានមនុស្សណាទៅញ៉ៃញងច្រើនទេជាពិសេសមនុស្សស្រីចា៎ Phong Er ក៏ស្ងាត់លែងនិយាយអ្វីរួចក៏ងាកមកឆ្ពោះទៅលើអាហាររបស់ខ្លួនវិញមួយសន្ទុះក្រោយមកបន្ទាប់ពីញ៉ាំអាហាររួចរាល់ Kido ក៏ចេញទៅធ្វើការតាមទម្លាប់របស់គេចំណែក Phong Er នាងក៏ដើរទៅមើលវិមានបន្តិចព្រោះនាងទើបតែមកដល់ទៅមិនទាន់ស្គាល់ទីនេះទីនោះច្បាស់ទេផ្ទះធំណាស់លោកម្ចាស់បាយជារស់នៅតែម្នាក់ឯងនាងក៏ថាផ្ទះធំបែបនេះគួរតែមានសមាជិករស់នៅច្រើនតែបាយជាគ្មានអ្វីទៅវិញមើលទៅស្ងប់ស្ងាត់ល្អណាស់ដោយសារតែប៉ាម៉ាក់របស់លោកម្ចាស់និងបងស្រីរបស់គាត់បានស្លាប់អស់ហើយចាស់អ្នកបម្រើដែលដើរតាមពីក្រោយនាងក៏និយាយឡើងពិតមែនឬហើយគាត់ស្លាប់យូរហើយមែនទេចាស់យូរហើយចុះគាត់គ្មានសាច់ញាតិផ្សេងទេឬចាស់មានគឺប្អូនប្រុសបង្ការរបស់លោកម្ចាស់គឺឈ្មោះ Dores ហើយគាត់ចុះនៅឯណាឯពេលនេះហេតុអ្វីក៏ខ្ញុំមិនឃើញគាត់គឺជាដុកទ័រនៅអាមេរិកយូរគាត់មកលេងម្ដងទីនេះអញ្ចឹងទេចា៎ Phong Er ដើរបន្តិចក៏ក្រឡេកមើលឃើញផ្ទះតូចមួយនៅខាងក្រោយវិមាននាងក៏ចាប់អារម្មណ៍ប្លែកព្រោះឃើញមានដាំផ្កាជុំវិញផ្ទះនោះយ៉ាងល្អស្អាតនោះជាកន្លែងអីចាស់ជាផ្ទះតូចជាផ្ទះរបស់នរណាគឺជារបស់យិនលីងនាងគឺជាអ្នកបម្រើនៅទីនេះហេតុអ្វីអញ្ចឹងទៅវិញឆ្ងល់ណាស់ក្រែងមានផ្ទះអ្នកបម្រើផ្សេងហេតុអ្វីក៏នាងមករស់នៅខុសគេបែបនេះលោកម្ចាស់ឲ្យនាងរស់នៅទីនេះ Phong Er ធ្វើមុខស្មើមិនសូវយល់តែក៏មិនបានសួរនាំច្រើនដែរបាទប្រិយមិត្តទាំងអស់គ្នាសម្រាប់វគ្គទី4ក៏បានឈានចូលមកដល់ទីបញ្ចប់ហើយមានក៏សូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានការសម្រាយរបស់ admin រហូតមកហើយយើងនឹងវិលត្រឡប់មកជួបគ្នាវិញការសម្រាយភាគ5នៅថ្ងៃស្អែកបន្តទៀតសូមអរគុណនិងសូមជម្រាបលា